ក្រោយរបបខ្មែរក្រហមបានដួលរលំនៅដើមឆ្នាំ1979ប្រជាជនខ្មែររាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃដើម្បីរកសុវត្ថិភាពនិងអាហារប៉ុន្តែក្តីសង្ឃឹមដែលថាបានរស់បែរក្លាយជាសុបិនដ៏អាក្រក់ដែលពិភពលោកមិនអាចបំភ្លេចបាននៅខែមិថុនាឆ្នាំ1979រដ្ឋាភិបាលថៃនាសម័យនោះបានសម្រេចចិត្តបញ្ជូនជនភៀសខ្លួនខ្មែរប្រមាណជាង 40,000 នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកភ្នំដងរែកក្បែរប្រាសាទព្រះវិហារពួកគាត់ត្រូវបានគេដឹកតាមឡានក្រុងរួចបង្ខំឲ្យចុះពីលើភ្នំដែលចោទដូចជាជញ្ជាំងលោកពូប៊ុនសេងដែលជាជនរងគ្រោះម្នាក់គាត់បាននិយាយថាពួកទាហានថៃឈើកាន់កាំភ្លើងពីលើភ្នំគេបង្ខំឲ្យយើងចុះទៅក្រោមអ្នកណាដែលមិនព្រមចុះឬរារែកគេនឹងបាញ់សម្លាប់ចោលភ្លាមយើងគ្មានជំរឿសទេផ្លូវដែលពួកគាត់ត្រូវចុះទៅគឺជាវាលមីនដ៏ក្រាស់ឃ្មឹកសំឡេងផ្ទុះក្តៀងមិនលឺឡើងមិនដាច់មនុស្សម្នាក់ដួលស្លាប់បាត់បង់ជីវិតម្នាក់ទៀតត្រូវដើរជន់សពដើម្បីបន្តដំណើរម្ដាយអោបកូនដែលស្លាប់យំសោកពេញព្រៃនៅទីនោះហើយដែលគេឲ្យឈ្មោះថាភ្នំខ្មៅ